ខភាពផ្លូវចិត្តរបស់យើងអត់ល្អវានឹងប៉ះពាល់ទៅដល់អីគេខ្លះវាប៉ះពាល់ទៅដល់ទំនាក់ទំនងប៉ះពាល់ទៅដល់ការកើតប៉ះពាល់ទៅដល់ការសម្រេចចិត្តប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅដូចគ្នាការដែលមានសុខភាពផ្លូវចិត្តល្អគឺវាបង្កើនគុណភាពជីវិតបង្កើនគុណភាពនៅក្នុងការរស់នៅបានកាន់តែប្រសើរដូចគ្នាចា៎ហើយការដែលមានសុខភាពផ្លូវចិត្តល្អមិនបានន័យថាយើងអត់ចេះកើតទុក្ខមិនបានន័យថាយើងអត់ចេះក្រៀមក្រំអត់ចេះឈឺចាប់ទេបាទសូមគោរពជំរាបសួរដល់ប្រិយមិត្តរបស់យើងទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទវិលត្រឡប់មកវិញនៅកម្មវិធីថែទាំសុខភាពផ្លូវចិត្តរបស់យើងសាជាថ្មីបាទអញ្ចឹងនៅថ្ងៃនេះដែរយើងនឹងវិភាសាគ្នាទៅលើប្រធានបទថ្មីមួយដែលយើងនឹងនិយាយអំពីក្តីស្រឡាញ់ចំពោះខ្លួនឯងប្រហែលជាមនុស្សជាច្រើននៅពេលដែលយើងនិយាយពីក្តីស្រឡាញ់នៅពេលដែលយើងគិតទៅដល់ក្តីស្រឡាញ់យើងគិតទៅដល់អ្នកទី2ឬក៏អ្នកទី3ហើយយើងគិតថាក្តីស្រឡាញ់យើងត្រូវតែផ្ដល់ឲ្យអ្នកជំនាញខ្លួនប៉ុន្តែថ្ងៃនេះយើងនឹងពិភាក្សាគ្នាស៊ីជម្រៅតកតងជាមួយនឹងក្តីស្រឡាញ់ជាមួយនឹងអ្នកជំនាញរបស់យើងហើយថ្ងៃនេះវាពិសេសមែនទែនដែលយើងនឹងនិយាយទៅលើធានបទតកតងជាមួយនឹងក្តីស្រឡាញ់ចំពោះខ្លួនឯងវាហាក់ដូចជាប្លែកដែរនៅពេលដែលយើងនិយាយពីក្តីស្រឡាញ់ហាក់ដូចជាវាទលំទលាយមែនទែនហើយយើងនឹងពិបាកឲ្យយមន័យព្រោះអីក្តីស្រឡាញ់ប្រហែលជាយើងឲ្យយមន័យផ្សេងគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់នៅពេលដែលយើងមានក្តីស្រឡាញ់រីករាយយើងថាក្តីស្រឡាញ់មានលភមង្គលក្តីស្រឡាញ់ប្រៀបទៅដោយទឹកឃ្មុំក្តីស្រឡាញ់មិនចឹងទៅប៉ុន្តែនៅពេលដែលយើងក្តីស្រឡាញ់របស់យើងមិនល្អប្រហែលជាយើងឲ្យយមន័យថាក្តីស្រឡាញ់ប្រៀបបានទៅនឹងវត្ថុមួយយ៉ាងដែលវាអ៊ូអាប់វាឈឺចាប់វាមិនអាចទទួលយកបានអីចឹងទៅបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅជួបព្យាវិទ្យារបស់យើងទាំងអស់គ្នាហើយយើងនឹងវិភាសាជាមួយគាត់ថាតើគាត់នឹងមានអីពិសេសចែកជូនទៅដល់ប្រិយមិត្តទាំងអស់គ្នាបាទហើយក៏មិនភ្លេចសួរសុខទុក្ខដល់ប្រិយមិត្តទាំងអស់គ្នាដែរសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាសុខសប្បាយណាប៉ុន្តែយ៉ាងណាយើងទៅជួបគាត់សិនណាបាទជំរាបសួរចាជំរាបសួរបាទហ្នឹងហើយហ្នឹងពិតជារីករាយមែនទែនដែលបានសំណាងមានឱកាសមកចូលរួមកម្មវិធីរបស់យើងហើយផ្ដល់ជាកិត្តិយសក្នុងការចែករំលែកទៅដល់ប្រិយមិត្តរបស់យើងអញ្ចឹងណាហើយអញ្ចឹងមុនពេលចាប់ដើមកម្មវិធីឬក៏វិភាសាគ្នាផ្សេងទៅសំណាងអាចជម្រាបសួរទៅប្រិយមិត្តរបស់យើងបន្តិចទៅបាទណែនាំខ្លួនសំណាងពីបទពិសោធន៍ឬក៏ពីអីដែលសំណាងគិតថាចង់ផ្ដល់ឲ្យប្រិយមិត្តរបស់យើងដឹងពីសំណាងចាអរគុណច្រើនបរិយចឹងខ្ញុំពិតជាមានអារម្មណ៍រីករាយដែលថ្ងៃនេះមានឱកាសបានមកចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ទៅកាន់បងប្អូនប្រិយមិត្តដែលពិសាតាមដាននៅក្នុង Mental Library ដែលបានធ្វើឡើងដោយបរិយគឺពិតជាសរសើរគាត់មែនតើចាអរគុណច្រើនអញ្ចឹងខ្ញុំឈ្មោះសំណាងស្គាល់របស់ខ្ញុំគឺហងសំណាងហើយខ្ញុំសប្តាហ៍ថ្ងៃគឺជាអ្នកប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តនៅអង្គការហាកាហើយខ្ញុំធ្វើការនៅទីនោះប្រហែលជា2ឆ្នាំជាងចា៎តែបើនិយាយពីបទពិសោធន៍ផ្នែកសុខភាពផ្លូវចិត្តការស្រាវជ្រាវជាច្រើនតែខ្ញុំបានធ្វើនឹងបានរៀនប៉ុន្តែក៏វាផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនផងដែរចា៎អញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបន្ថែមទៀតទាក់ទងជាមួយនឹងតើអីទៅគឺជាក្តីស្រឡាញ់ចំពោះខ្លួនឯងចា៎អរគុណបាទអរគុណមែនទែនសំណាងអញ្ចឹងហើយមិនភ្លេចប្រិយមិត្តរបស់យើងទេហើយអរគុណមែនទែនចំពោះប្រិយមិត្តរបស់យើងដែលគាត់តែងតែគ្រប់គ្រងនៅកម្មវិធីរបស់យើងតែងតែព្យាយាមស្ដាប់ព្យាយាមចែករំលែកអញ្ចឹងណាហើយទោះបីយ៉ាងណាក៏ដោយខ្ញុំជឿថាកម្មវិធីរបស់យើងវាមិនល្អឥតខ្ចោះទេវាមានកន្លែងខ្លះក៏ខុសការនិយាយស្ដីរបស់យើងទៅក៏មិនសូវជាល្អប្រហែលដែរហើយពេលខ្លះក៏អាចត្រូវចិត្តបងប្អូនទាំងអស់គ្នាដែរប៉ុន្តែមុនពេលចាប់ផ្ដើមខ្ញុំសង្ឃឹមថាបងប្អូននឹងអធិស្ឋានហើយខ្ញុំអធិស្ឋានផងដែរបើសិនជាកន្លែងណាមួយខ្ញុំនិយាយទៅខុសលើសលួសកន្លែងណាសូមអធិស្ឋានខន្តីទុកជាមុនហ្នឹងហើយសំណាងមុនពេលចាប់ដើមកម្មវិធីចង់ឲ្យសំណាងចែករំលែកជាទូទៅបន្តិចតកតងជាមួយនឹងចំណាប់អារម្មណ៍ទៅលើសុខភាពផ្លូវចិត្តអញ្ចឹងណាហើយសំណាងយល់ឃើញថាម៉េចដែរចំពោះសុខភាពផ្លូវចិត្តចាអរគុណមែនតើសម្រាប់សំណួរមួយនេះគឺជាសំណួរល្អហើយសម្រាប់ខ្ញុំ
សុខភាពផ្លូវចិត្តគឺជារឿងមួយដែលវាមានសារៈសំខាន់ហើយវាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនតើយើងមើលឃើញថាសប្តាហ៍ថ្ងៃមនុស្សជាច្រើនគាត់ហាក់បីដូចជាយកចិត្តទុកដាក់ជាមួយសុខភាពរាងកាយឈឺឬក៏មានបញ្ហាអីគឺគាត់ស្វាទៅពេទ្យអញ្ចឹងប៉ុន្តែហាក់បីដូចជាផ្លិចជាមួយនឹងសុខភាពផ្លូវចិត្តអញ្ចឹងនៅត្រង់ចំណុចនេះចង់បញ្ជាក់ដែរថាសុខភាពផ្លូវចិត្តគឺមានសារៈសំខាន់ដូចគ្នាទៅនឹងសុខភាពរាងកាយសុខភាពផ្លូវកាយរបស់យើងដែរអញ្ចឹងបើសិនជាសុខភាពផ្លូវចិត្តរបស់យើងអត់ល្អវានឹងប៉ះពាល់ទៅដល់អីគេខ្លះវាប៉ះពាល់ទៅដល់ទំនាក់ទំនងប៉ះពាល់ទៅដល់ការគិតប៉ះពាល់ទៅដល់ការសម្រេចចិត្តប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅដូចគ្នាការដែលមានសុខភាពផ្លូវចិត្តល្អគឺវាបង្កើនគុណភាពជីវិតបង្កើនគុណភាពនៅក្នុងការរស់នៅបានកាន់តែប្រសើរដូចគ្នាចា៎ហើយការដែលមានសុខភាពផ្លូវចិត្តល្អមិនបានន័យថាយើងអត់ចេះការតូចមិនបានន័យថាយើងអត់ចេះក្រៀមក្រំអត់ចេះឈឺចាប់ទេការដែលក្រៀមក្រំការទុកវាគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សប៉ុន្តែគ្រាន់ថាពេលដែលយើងដឹងថាខ្លួនឯងការទុកខ្លួនឯងតាំងតឹងខ្លួនឯងពិបាកចិត្តតើយើងទទួលស្គាល់ហើយយើងដើររកវិធីសាស្ត្រដើម្បីជួយដោះស្រាយឬក៏ជួយខ្លួនឯងត្រឡប់មកវិញអត់អញ្ចឹងកុំឲ្យមានការគិតមួយថាផ្លូវចិត្តទាល់តែមើលទៅរឹងមាំរហូតទាល់តែប្រកែរហូតទើបគេហៅថាមនុស្សរឹងមាំមនុស្សផ្លូវចិត្តប្រកែចាតែការដែលទទួលស្គាល់ការដែលអនុញ្ញាតឲ្យខ្លួនឯងដឹងថាខ្លួនឯងកំពុងតែមានបញ្ហាអីផ្លូវចិត្តកំពុងតែមានរឿងអីវាគឺជារឿងសំខាន់ហើយមិនជាការដែលអន់ទេចាវាមិនមែនជាការដែលអន់ទេប៉ុន្តែវានឹងជួយឲ្យយើងកាន់តែរឹងមាំហើយនឹងប្រសើរឡើងនៅពេលដែលយើងទទួលស្គាល់ពីស្ថានភាពផ្លូវចិត្តរបស់យើងហើយយើងស្វែងរកវិធីសាស្ត្រមួយចំនួនឬក៏យើងអាចទៅរកអ្នកជំនាញដើម្បីជួយគឺធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងកាន់តែរឹងមាំថែមទៀតបាទអរគុណមែនទែនតំណាងចាប់អារម្មណ៍ពេលដែលតំណាងចែកម្លែកថាតាមពិតទៅសុខភាពផ្លូវចិត្តល្អមិនមែនសំដៅតយើងរឹងមាំទេប៉ុន្តែថាតតែពេលខ្លះសុខភាពផ្លូវចិត្តរឹងមាំមិនប្រកាសថាយើងត្រូវតែរឹងមាំរហូតទេវាមានទាំងការកើតទុក្ខវាមានទាំងរីករាយនៅក្នុងនឹងដែរណាមិញសំណាងថាបើសិនជាយើងមានស្ថានភាពផ្លូវចិត្តមិនល្អយើងទៅរកអ្នកជំនាញអញ្ចឹងណាចំពោះសំណាងគិតថាការដែលយើងទៅរកអ្នកជំនាញហ្នឹងវាលំបាកសម្រាប់អ្នកដែលគាត់យើងសំដៅទៅដល់អ្នកដែលគាត់មិនមែនជាអ្នកជំនាញសំដៅទៅដល់បុគ្គលទូទៅដែលគាត់ជួបស្ថានភាពផ្លូវចិត្តមិនល្អវាអាចជារឿងមួយដែលពិបាកខ្ញុំទទួលស្គាល់ថាពិបាកដោយសារតែហេតុផលមួយចំនួននៅប្រទេសយើងហាក់បីដូចជាអត់ទាន់មានការយល់ដឹងពីសុខភាពផ្លូវចិត្តបានទូលំទូលាយហើយអ្វីដែលសំខាន់នោះគឺជាផ្នត់គំនិតនិងការគិតរបស់មនុស្សម្នាក់បុគ្គលផ្ទាល់ខ្លួនហ្នឹងការដែលទៅរកអ្នកជំនាញផ្លូវចិត្តគាត់អាចយល់ឃើញថាខ្ញុំអន់ឬក៏ខ្ញុំខ្សោយឬក៏ខ្ញុំឈួតខ្លាចគេមើលមកថាខ្ញុំហ្នឹងអន់ឬក៏ឈួតអញ្ចឹងធ្វើឲ្យមានគំនិតមួយថាអត់ទៅរកទេអត់ទៅរកអ្នកជំនាញទេអត់ទៅរកអ្នកមានជំនាញផ្នែកផ្លូវចិត្តទេចាអញ្ចឹងការដែលមានការគិតបែបនេះវាគឺជាឧបសគ្គមួយរាំងស្ទះអត់ឲ្យអ្នកដែលមានបញ្ហាផ្លូវចិត្តហ្នឹងទៅស្វែងរកការគ្រប់គ្រងទៅស្វែងរកការជួយដែលប្រកបដោយប្រសិទ្ធភាពចា៎អរគុណច្រើនចឹងរៀងឆ្ងាយពីធានបទទីដីយើងគាត់ថាចែកម្លែកពីទស្សនៈទូទៅតកតងជាមួយនឹងសុខភាពផ្លូវចិត្តទៅលើសង្គមបច្ចុប្បន្នរបស់យើងអញ្ចឹងណាអញ្ចឹងយើងវិលមកប្រធានបទរបស់យើងវិញយើងនិយាយពីក្តីស្រឡាញ់ចំពោះខ្លួនឯងឬក៏ការគោរពឲ្យតម្លៃចំពោះខ្លួនឯងអញ្ចឹងណាអញ្ចឹងក្នុងនាមសំណាងជាអ្នកជំនាញសំណាងគិតថាការដែលក្តីស្រឡាញ់ចំពោះខ្លួនឯងហ្នឹងឬក៏ការគោរពឲ្យតម្លៃចំពោះខ្លួនឯងហ្នឹងវាពីរហ្នឹងវាខុសគ្នាយ៉ាងម៉េចដែរចាខ្ញុំចែករំលែកទៅតាមអ្វីដែលខ្ញុំធ្លាប់បានរៀនសូត្រក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនខ្លះហើយខ្ញុំជឿថាប្រហែលជាអាចមាន
ប្រិយមិត្តឬក៏បងប្អូនគាត់អាចមានការយល់ឃើញឬក៏មានការគិតអីផ្សេងតែនេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំនឹងចែករំលែកជាចំណេះដឹងបន្ថែមចាអញ្ចឹងតកតងជាមួយនឹងការស្រឡាញ់ខ្លួនឯងការស្រឡាញ់ខ្លួនឯងវាប្រៀបបីដូចជារឿងមួយដែលយើងមានអារម្មណ៍មកចំពោះខ្លួនឯងចាតើយើងមានអារម្មណ៍បែបណាចំពោះខ្លួនឯងវាបូករួមជាមួយនឹងការដែលយើងទទួលស្គាល់ខ្លួនឯងចាជាយើងមិនថាយើងសឬខ្មៅខ្ពស់ឬទាបគឺយើងស្រឡាញ់ខ្លួនឯងយើងផ្ដល់ឲ្យខ្លួនឯងនៅអ្វីដែលជាតម្រូវការរបស់យើងចាហើយការស្រឡាញ់ខ្លួនឯងគឺវាអត់មានលក្ខខណ្ឌទេចាបានន័យថាប្រសិនបើយើងស្រឡាញ់ខ្លួនឯងដោយផ្អែកលើលក្ខខណ្ឌនោះវាមិនទាន់ជាការស្រឡាញ់ខ្លួនឯងដោយពិតប្រាកដមួយដែលចេញពីចិត្តរបស់យើងទេចុះបើសិនជាវាអាចដូចគ្នាតើតើជាមួយនឹងការឲ្យតម្លៃខ្លួនឯងនិងការស្រឡាញ់ខ្លួនឯងវារៀងខុសគ្នាបន្តិចចាវារៀងខុសគ្នាបន្តិចតកតងជាមួយនឹងការគោរពឲ្យតម្លៃខ្លួនឯងឬក៏ភាសាអង់គ្លេសយើងហៅថា self esteem ហ្នឹងវាជារបៀបមួយដែលយើងមើលមកខ្លួនឯងថាតើយើងគួរឲ្យស្រឡាញ់អត់យើងពូកែអត់យើងអាចធ្វើរឿងនឹងបានអត់តើយើងស័ក្តិសមនឹងទទួលបានជីវិតមួយឬក៏ការងារមួយដែលវាបំពេញទៅតាមចិត្តឬក៏បំណងរបស់យើងបានអត់ចាអរគុណសំណាងចាបើសម្រាប់ខ្ញុំក្តីស្រឡាញ់ចំពោះខ្លួនឯងវាមានន័យថាវាគឺជារបៀបមួយដែលយើងប្រព្រឹត្តចំពោះខ្លួនឯងតើយើងប្រព្រឹត្តចំពោះខ្លួនឯងមិនតើយើងធ្វើដាក់ខ្លួនឯងប្រកបដោយក្តីស្រឡាញ់អត់ប្រកបដោយក្តីមេត្តាក្តីសប្បុរសឬអត់នៅពេលដែលយើងជួបការលំបាកតើយើងធ្វើអីខ្លះចំពោះខ្លួនឯងដើម្បីបង្ហាញថាយើងពិតជាស្រឡាញ់ខ្លួនឯងមែនចាប៉ុន្តែចង់បន្តបន្តិចដែរវាអាចថានៅពេលដែលយើងស្រឡាញ់ខ្លួនឯងអញ្ចឹងវាធ្វើឲ្យវាយើងអាចថាខ្លួនវាទៅជាមនុស្សអាត្មានិយមដែលយើងស្រឡាញ់ខ្លួនឯងលើសលប់ពេកឬក៏ជ្រុលពេកអញ្ចឹងណាហ្នឹងហើយខ្ញុំចាំបានពាក្យមួយគេនិយាយថាស្រឡាញ់ខ្លួនឯងមិនមែនជារឿងអាត្មានិយមទេហើយនឹងខ្ញុំចាំបានពាក្យមួយទៀតថាដូចជាកែវទឹកមួយបើសិនជាវាទទេវាអាចទៅចាក់បំពេញឲ្យអ្នកដទៃបានទេអញ្ចឹងខ្លួនយើងក៏ដូចគ្នាបើសិនជាយើងអត់ស្រឡាញ់ខ្លួនឯងជាការពិតគឺពិបាកនៅក្នុងការដែលឲ្យយើងទៅស្រឡាញ់អ្នកដទៃដូចគ្នាដែរនៅត្រង់ចំណុចនេះអញ្ចឹងសរុបមកវិញការដែលយើងស្រឡាញ់ខ្លួនឯងវាមិនមែនជារឿងអាត្មានិយមទេប៉ុន្តែគួរឲ្យចាប់អារម្មណ៍ថាប្រសិនបើបុគ្គលម្នាក់គាត់អត់ដែលស្គាល់ថាតើអ្វីជាការស្រឡាញ់ខ្លួនឯងទេឬក៏បុគ្គលម្នាក់នឹងគាត់ធ្លាប់បានធ្វើគ្រប់យ៉ាងដើម្បីមនុស្សជុំវិញធ្វើមិនឲ្យមនុស្សជុំវិញសប្បាយចិត្តប៉ុន្តែគាត់អត់ដែលបានសួរថាតើខ្ញុំបានធ្វើអីឲ្យខ្លួនឯងសប្បាយចិត្តឬអត់អញ្ចឹងនៅត្រង់ចំណុចនេះនៅពេលដែលគាត់ចាប់ផ្ដើមស្រឡាញ់ខ្លួនឯងគាត់អាចនឹងមានអារម្មណ៍ឬក៏មានការគិតថាដូចជាមានកំហុសដូចជាអាត្មានិយមចាអញ្ចឹងវាអាចមាននៅពេលដែលបុគ្គលម្នាក់គាត់អត់ដែលស្រឡាញ់ខ្លួនឯងសោះដូចជាជីវិតប្រចាំថ្ងៃគឺគិតតែពីមនុស្សទី1មនុស្សទី2មនុស្សជុំវិញស្រាប់តែចង់ស្រឡាញ់ខ្លួនឯងចង់ផ្ដោតមកលើខ្លួនឯងវាហាក់បីដូចជាពិបាកចាប៉ុន្តែនៅត្រង់ចំណុចនេះវាគឺជារឿងធម្មតាមួយដែលយើងទទួលស្គាល់ដោយសារតែអ្វីមួយដែលយើងអត់ដែលរៀនអត់ដែលដឹងសោះវាអាចនឹងពិបាកសម្រាប់យើងនៅក្នុងការធ្វើចាអរគុណមែនទែនប៉ុន្តែជាធម្មតាខ្ញុំតែងតែលើ clear ឬក៏ប្រយោគដែលយើងតែងតែនិយាយឬក៏មនុស្សជាទូទៅប្រហែលជាប្រិមិត្តក៏ប្រហែលជាលើដូចខ្ញុំដែរឬក៏មានមនុស្សផ្សេងទៀតដែលគាត់តែងតែលើពាក្យហ្នឹងសូម្បីតែក្នុងចម្រៀងក៏មានដែរគេថាម៉េចនៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់ពិតប្រាកដគេថាត្រូវតែលះបង់ហ្នឹងយើងបើសំណាងហ្នឹងយល់ថាមិនដែរហេតុអីបានយើងត្រូវលះបង់បើសិនជារបស់ហ្នឹងជារបស់ដែលយើងស្រឡាញ់អញ្ចឹងស្ដាប់ចំណុចហ្នឹងទៅក្តីស្រឡាញ់មួយនេះគេថាស្រឡាញ់គឺលះបង់ហ្នឹង
មើលស្រឡាញ់ណាគេម្នាក់ខ្លាំងគឺត្រូវតែលះបង់ខ្លួនឯងទាំងអស់លែងគិតអីពីខ្លួនឯងសឹងតែថាសំបីតែជីវិតក៏ហ៊ានលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ដែរចាអញ្ចឹងនៅត្រង់នេះយើងអាចនឹងឆ្លុះបញ្ចាំងបន្តិចថាតើមានអីបានជាធ្វើឲ្យបុគ្គលម្នាក់ហាក់បីដូចជាហ៊ានលះបង់សំបីតែជីវិតខ្លួនឯងទៅកាន់បុគ្គលម្នាក់ទៀតដែលគាត់ស្រឡាញ់ហើយពេលខ្លះបុគ្គលម្នាក់ដែលគាត់លះបង់ហ្នឹងមិនដែលបានទាំងផ្ដល់ក្តីស្រឡាញ់ស្មើដូចអីដែលគាត់ផ្ដល់ឲ្យទៅវិញអញ្ចឹងណាអញ្ចឹងនេះឲ្យយើងឃើញថាវាពិតជាពិបាកមែនតើនៅក្នុងការដែលបុគ្គលម្នាក់គាត់ស្រឡាញ់ខ្លួនឯងនៅត្រង់ចំណុចហ្នឹងដោយសារអីពេលខ្លះមើលឃើញថាអូម្នាក់ហ្នឹងជាគ្រប់យ៉ាងរបស់ខ្ញុំបើសិនជាខ្ញុំអត់បានម្នាក់ហ្នឹងឬក៏ម្នាក់ហ្នឹងអត់ស្រឡាញ់ខ្ញុំនឹងមើលមកខ្លួនឯងថាអត់មានតម្លៃខ្លួនឯងអត់ល្អអញ្ចឹងណាចាអញ្ចឹងនៅត្រង់ចំណុចនេះបើសិនជាយើងមើលឲ្យស៊ីជម្រៅយើងឆ្លុះបញ្ចាំងឲ្យស៊ីជម្រៅការដែលយើងស្រឡាញ់អ្នកដទៃខ្លាំងរហូតដល់តែនិយាយបានថាហ៊ានលះបង់គ្រប់យ៉ាងប្រហែលជាបុគ្គលម្នាក់នេះគាត់ភ្លេចស្រឡាញ់ខ្លួនឯងបាត់ហើយគាត់ភ្លេចថាខ្លួនគាត់មានតម្លៃខ្លួនគាត់ជាម្នាក់ដែលពិសេសខ្លួនគាត់ជាម្នាក់ដែលស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នាចាហើយនៅត្រង់ចំណុចទីមួយទៀតដែរក៏យើងអាចកលេចមើលបន្តិចតាក់ទងជាមួយនឹងគេហៅថាប្រវត្តិនៃកុមារភាពដែរចាអញ្ចឹងបើសិនជាមនុស្សម្នាក់គាត់មានបទពិសោធន៍ពីកុមារភាពដែលរៀងគ្រោះគ្រាឬក៏គាត់អត់ដែលទទួលបានក្តីស្រឡាញ់ការយកចិត្តទុកដាក់ពីអ្នកថែទាំក៏អាចជាហេតុផលមួយធ្វើឲ្យគាត់ហាក់បីដូចជាពិបាកនៅក្នុងការស្រឡាញ់ពិបាកនៅក្នុងការយកចិត្តទុកដាក់ចំពោះខ្លួនឯងប៉ុន្តែហាក់ដូចជាស្រួលនៅក្នុងការផ្ដល់ឲ្យអ្នកដទៃឬក៏សូម្បីតែលះបង់គ្រប់យ៉ាងដើម្បីអ្នកដទៃចា៎អរគុណមែនទែនបើស្ដាប់សំណាងចែកម្លែកទៅក៏ដូចជាក្តីស្រឡាញ់វាធំមែនទែនហើយខ្ញុំចាប់អារម្មណ៍ពេលដែលសំណាងចែកម្លែកណាហើយតើតើមួយនឹងក្តីស្រឡាញ់អាចថានៅពេលដែលគាត់ស្រឡាញ់គេខ្លាំងរហូតដល់លះបង់អាចថាគាត់ភ្លេចស្រឡាញ់ខ្លួនឯងចា៎ប៉ុន្តែវាអាចអញ្ចេះសំណាងអាចថាគាត់ស្រឡាញ់ខ្លួនឯងរហូតដល់គាត់អត់ចង់បាត់បង់ម្នាក់ហ្នឹងវាអាចអញ្ចឹងឬក៏ពេលខ្លះគាត់អាចមានក្តីស្រឡាញ់ចំពោះខ្លួនឯងហើយប៉ុន្តែគាត់អត់បានមើលឃើញពីតម្លៃខ្លួនឯងគាត់ណាចង់ទាញអ្វីដែលសំណាងចែកម្លែកខ្ញុំគិតថាវាអាចថាជារឿងមួយសំខាន់មែនតើនៅពេលដែលយើងមានក្តីស្រឡាញ់ចំពោះខ្លួនឯងហើយបើយើងមានតែក្តីស្រឡាញ់ចំពោះខ្លួនឯងប៉ុន្តែបើសិនជាយើងអត់បានឲ្យតម្លៃខ្លួនឯងយើងនឹងមើលអត់ឃើញពីតម្លៃទេដូចសំណាងចែកម្លែកមិញថាគាត់នឹងស្រឡាញ់ម្នាក់ហ្នឹងហើយរហូតដល់គាត់ហ៊ានលះបង់ជីវិតខ្លួនឯងឬក៏វាអាចថាចឹងចុះតែបើសិនជាខ្ញុំនិយាយខុសជាស្រ័យបងដែរប្រិមិត្តប៉ុន្តែជារឿយៗយើងតែងតែឃើញរឿងនឹងកើតឡើងជារឿយៗអញ្ចឹងប៉ុន្តែខ្ញុំគិតថាវាមិនមែនមកតែពីរឿងនឹងតែមួយទេវាអាចរឿងអីផ្សេងទៀតដោយសំណាងចែកម្លែកអញ្ចឹងវាអាចថាពីកុមារភាពរបស់គាត់ការចិញ្ចឹមបីបាច់របស់គាត់ការធំធាត់របស់គាត់ហ្នឹងវាអត់បានបំពេញតម្រូវការអញ្ចឹងវាអាចធ្វើធំឡើងឲ្យគាត់ភ្លេចខ្លួនឯងឬក៏ឆាប់មានអារម្មណ៍ថាបាក់ទឹកចិត្តអីចឹងទៅចាហ្នឹងហើយអញ្ចឹងបើសិនជាត្រឡប់មកវិញសំណាងតើតងជាមួយនឹងបើសិនជាយើងពេលដែលយើងថាយើងអត់ដឹងថាអ្វីជាក្តីស្រឡាញ់សោះហើយយើងអត់ដែរគិតពីខ្លួនឯងសោះប៉ុន្តែតើយើងធ្វើម៉េចដើម្បីឲ្យបង្កើតក្តីស្រឡាញ់ចំពោះខ្លួនឯងណាគួរធ្វើគេខ្លះដើម្បីឲ្យយើងមានក្តីស្រឡាញ់ចំពោះខ្លួនឯងអញ្ចឹងណាចាអញ្ចឹងនេះគឺជាសំណួរល្អមែនទែនតើធ្វើម៉េចដើម្បីឲ្យអាចស្រឡាញ់ខ្លួនឯងបានច្រើនវាជាសំណួរល្អតែវាក៏ជារឿងមួយដែលពិបាកដែរខ្ញុំទទួលស្គាល់ថាវាជារឿងមួយពិបាកដោយសារអីយើងដូចខ្ញុំនិយាយមុនអញ្ចឹងយើងអាចកលេចទៅមើលបទពិសោធន៍ពីកុមារភាពអញ្ចឹងបើសិនជាបុគ្គលម្នាក់អានេះខ្ញុំចង់នាំឲ្យទៅយើងមើលឃើញពីឫសគល់ថាហេតុអីបានជាមនុស្សម្នាក់ហ្នឹងគាត់ពិបាកស្រឡាញ់ខ្លួនឯងចាអញ្ចឹងតើបន្ទាប់មកយើងត្រូវធ្វើអីទៀតដើម្បីឲ្យគាត់អាចនឹងស្រឡាញ់ខ្លួនឯងបានលុះណាតែគាត់យល់ពីឫសគល់នៃបញ្ហារបស់គាត់សិនចាអញ្ចឹងយើងកលេចទៅមើលកុមារភាពបទពិសោធន៍ពីកុមារភាពឬក៏គេហៅថា
ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាពវាគឺជាផ្នែកមួយសំខាន់មែនតើដែលវាជះឥទ្ធិពលទៅដល់ការគិតជះឥទ្ធិពលទៅដល់អារម្មណ៍នៅពេលដែលធំឡើងចាឧទាហរណ៍ថាបើសិនជាបុគ្គលម្នាក់គាត់រស់នៅក្នុងគ្រួសារមួយដែលនៅក្នុងគ្រួសារហ្នឹងអត់ទទួលបានការយកចិត្តទុកដាក់អត់ទទួលបានការក្តីស្រឡាញ់លើសពីនេះទៀតគាត់ទទួលបានការដែលញាក់ងាយឬក៏រិះគន់ឬក៏ត្រូវបានអ្នកជិតខាងឬក៏នរណាម្នាក់នៅក្នុងគ្រួសាររបស់គាត់និយាយថាឲ្យគាត់មានរូបរាងមិនល្អបែបនេះបែបនោះចាឬក៏ពីទូចមកគាត់អាចមានបញ្ហាសុខភាពណាមួយដែលយើងអត់ដឹងទេបើសិនជានៅក្នុងផ្ទះមានចំនួនពុកម្ដាយអត់អាចផ្ដល់ក្តីស្រឡាញ់ដែលគាត់ចង់បានដែលគាត់ត្រូវការបានវាគឺជារឿងមួយដែលប៉ះទង្គិចជាឥទ្ធិពលទៅដល់ការគិតនិងអារម្មណ៍នៅពេលដែលធំឡើងខ្ញុំឧទាហរណ៍បើសិនជាឪពុកម្ដាយអត់អាចផ្ដល់អារម្មណ៍កក់ក្ដៅឲ្យបុគ្គលឲ្យកូនបានឲ្យកុមារបានក្មេងនឹងចាប់ផ្ដើមគិតថាតើខ្ញុំខុសអីឬក៏តើខ្ញុំមានកំហុសអីបានជាពួកគាត់អត់ស្រឡាញ់អញ្ចឹងឬក៏ខ្ញុំអត់ស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់អញ្ចឹងនៅពេលដែលធំឡើងបន្ថែមតិចទៀតអញ្ចឹងក្មេងអាចនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីទទួលបានការយកចិត្តទុកដាក់ឬក៏ក្តីស្រឡាញ់ពីមនុស្សធំចាអញ្ចឹងនេះគឺជារបៀបមួយដែលរៀនបានតាំងពីនៅទូចអញ្ចឹងនៅពេលដែលធំឡើងខ្លាយជាមនុស្សដែលពេញវ័យគាត់អាចនឹងបទពិសោធន៍ពីកុមារភាពនឹងជះឥទ្ធិពលគាត់អាចនឹងពិបាកនៅក្នុងការដែលជឿថាខ្លួនឯងជាមនុស្សដែលស័ក្តិសមឬក៏ជាមនុស្សដែលគួរឲ្យស្រឡាញ់ចាអញ្ចឹងហើយគាត់នៅពេលដែលគាត់ស្រឡាញ់នរណាម្នាក់គឺគាត់នឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបង្ហាញថាគាត់ស័ក្តិសមនឹងគួរឲ្យស្រឡាញ់ប៉ុន្តែដោយការខំប្រឹងប្រែងចាហើយការខំប្រឹងប្រែងនេះវាអាចធ្វើឲ្យហត់ឬក៏ពិបាកនៅក្នុងការដែលយើងព្យាយាមខ្លាំងពេកដើម្បីទទួលបានក្តីស្រឡាញ់ពីនរណាម្នាក់ជាពិសេសគឺគាត់ពិបាកនៅក្នុងការដែលស្រឡាញ់ខ្លួនឯងជាខ្លួនឯងដោយមិនបាច់ខំប្រឹងអ្វីទាំងអស់ចាហ្នឹងហើយអរគុណមែនទែនដំណាងសម្រាប់ការចែករំលែកវាអាចថានៅពេលដែលមនុស្សយើងអាចធ្វើមិនឧទាហរណ៍បើគាត់ពីតូចមកគាត់អាចថាគាត់អត់បានណាគាត់ទូកទៅស្រឡាញ់ច្រើនណាប៉ុន្តែគាត់គួរធ្វើមិនដើម្បីឲ្យគាត់បំពេញអ្វីដែលគាត់ខ្វះខាតណាគាត់គួរធ្វើមិនចានេះគឺជារឿងមួយទៀតនៅពេលដែលធំយើងធំឡើងចាប់ដើមមកឃើញថាមានបញ្ហាច្រើននៅក្នុងទំនាក់ទំនងខ្លួនឯងដូចជាពិបាកអញ្ចឹងតើត្រូវធ្វើម៉េចដើម្បីឲ្យអាចស្រឡាញ់ខ្លួនឯងបានច្រើនបានល្អមកវិញនៅក្នុងនេះវាអាចអ្វីដែលអាចធ្វើបានដោយខ្លួនឯងបានធ្វើការសិក្សាស្រាវជ្រាវហើយខ្ញុំក៏ធ្លាប់អនុវត្តខ្លួនឯងផ្ទាល់ផងដែរគឺនិយាយដោយស្មោះត្រង់អត់លាក់បាំងទេគឺជាការសរសេរគឺជាវាពិតជាមានគេហៅថាប្រសិទ្ធភាពនៅក្នុងការឲ្យយើងកាន់តែស្រឡាញ់ខ្លួនឯងគឺយើងចាប់ផ្ដើមដោយការសរសេរឬការដែលយើងនិយាយប្រាប់មកខ្លួនឯងជាទូទៅយើងត្រូវការកត់សម្គាល់មើលថាតើពេលដែលមានកំហុសឬក៏យើងធ្វើអ្វីមួយខុសតើយើងធ្វើអីមកកាន់ខ្លួនឯងយើងបន្ទោសខ្លួនឯងយើងដាក់ពិន័យខ្លួនឯងយើងស្ដីឲ្យខ្លួនឯងឬក៏បែបណាអញ្ចឹងនៅត្រង់នេះពេលដែលយើងកត់សម្គាល់ឃើញថាយើងនិយាយអវិជ្ជមានមកកាន់ខ្លួនឯងយើងចាប់ផ្ដើមឈប់ហើយយើងគិតបន្តិចតើយើងគួរតែផ្លាស់ប្ដូរការគិតហ្នឹងឬក៏អរិយាបថមួយហ្នឹងបែបណាវិញអញ្ចឹងយើងអាចនិយាយបានថាយើងផ្លាស់ប្ដូរពីការគិតអវិជ្ជមានមកវិជ្ជមានវិញឧទាហរណ៍ថាខ្ញុំកើតកំហុសខ្ញុំជាមនុស្សខ្ញុំជាមនុស្សអត់កែទេអញ្ចឹងយើងអាចផ្លាស់មកនិយាយថាមិនអីទេខ្ញុំកំពុងតែរៀនសូត្រ
ចាអញ្ចឹងកំហុសគឺជាអ្វីមួយដែលខ្ញុំអាចរៀនពីវាបានអញ្ចឹងយើងត្រឡប់ទៅការទទួលខ្លួនឯងគឺយើងមកប្រាប់ខ្លួនឯងថាយើងកំពុងតែរៀនសូត្រការដែលបង្កើតកំហុសគឺជារឿងធម្មតាចាហើយមួយទៀតតកតងជាមួយការសរសេរយើងអាចសរសេរដល់ការចាប់ឡើងទទួលស្គាល់ពីអារម្មណ៍របស់យើងពីការគិតរបស់យើងពីការលំបាកពីការប្រឹងប្រែងរបស់យើងហើយបន្ទាប់មកយើងផ្ដល់គេហៅថាក្តីសប្បុរសក្តីមេត្តាភាពទន់ភ្លន់មកកាន់ខ្លួនឯងណាចាអញ្ចឹងនៅក្នុងហ្នឹងគឺយើងអាចសរសេរបានដូចគ្នាដល់ការដែលយើងប្រាប់ខ្លួនឯងថាយើងទទួលបានការដែលភាពលំបាកចាភាពលំបាកហើយវាជារឿងធម្មតាទេមនុស្សគ្រប់គ្នាទទួលបានមានបទពិសោធន៍ក្នុងការជួបការលំបាកប៉ុន្តែយើងជាមនុស្សគឺយើងត្រូវការរៀនសូត្រយើងត្រូវការរីកចម្រើនឡើងម្ដងបន្តិចម្ដងបន្តិចអញ្ចឹងគ្រប់ពេលនៅពេលដែលយើងគេហៅថាស្ដីបន្ទោសខ្លួនឯងយើងផ្លាស់ប្ដូរមកវិញលោពីការដែលផ្ដោតសេចក្តីសប្បុរសការអត់ទោសដល់ក្តីស្រឡាញ់មកកាន់ខ្លួនឯងបានច្រើនចាហើយមួយទៀតវាតកតងជាមួយនឹងការអកប្បកិរិយាឬក៏ការរស់នៅរបស់យើងជាប្រចាំថ្ងៃតើយើងបានផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងនៅតាមរយៈជាថាយើងស្គាល់ពីតម្រូវការខ្លួនឯងពេលដែលយើងហត់នឿយយើងអនុញ្ញាតឲ្យខ្លួនឯងសម្រាកពេលដែលរាងកាយយើងទន់ខ្សោយយើងអនុញ្ញាតឲ្យរាងកាយរបស់យើងទទួលបានអាហារបរិភោគគ្រប់គ្រាន់នៅពេលដែលអារម្មណ៍យើងតានតឹងគឺយើងអនុញ្ញាតឲ្យខ្លួនឯងធ្វើអីដែលជួយឲ្យអារម្មណ៍របស់យើងធូរស្រាលមកវិញអញ្ចឹងនៅពេលដែលសកម្មភាពតិចៗនេះគឺយើងចាប់ផ្ដើមមើលឃើញហើយនឹងស្វែងយល់ពីខ្លួនឯងគឺយើងផ្ដល់តម្រូវការទាំងអស់ហ្នឹងឲ្យខ្លួនរបស់យើងនឹងចាប់ផ្ដើមមើលឃើញថាជីវិតហាក់ដូចជាមានអ្វីដែលល្អច្រើនតែបើសិនជាយើងអត់បានកត់សម្គាល់ពីតម្រូវការពីអារម្មណ៍ពីភាពហត់នឿយរបស់យើងហើយយើងចេះតែប្រឹងទៅវានឹងធ្វើឲ្យខ្លួនឯងកាន់តែពិបាកទៅដូចគ្នាហ្នឹងហើយអរគុណមែនតើប៉ុន្តែបើសិនជាសំណាងអាចឲ្យឧទាហរណ៍សាមញ្ញជាងនឹងបានទេតើតើជាមួយនឹងឧទាហរណ៍ថាក្នុងអំឡុងពេលដែលគាត់អត់ដឹងថាក្តីស្រឡាញ់នឹងជាអីហើយគាត់ហាក់ដូចជាកំពុងតែបាត់បង់ខ្លួនឯងគាត់អត់មានក្តីស្រឡាញ់ចំពោះខ្លួនឯងសំណាងចែកម្លែកមិញល្អហើយខ្ញុំជឿថាបើសិនជាបុគ្គលទូទៅដែលគាត់មានស្ថានភាពផ្លូវចិត្តល្អប្រហែលជាគាត់អនុវត្តប៉ុន្តែបើសិនជាក្នុងជាធម្មតាផ្លូវចិត្តរបស់យើងនៅពេលដែលយើងជួបការលំបាកហាក់ដូចជាអាពេលដែលយើងធ្វើហ្នឹងវាដូចអត់ទៅរួចវាទៅអត់កើតហ្នឹងហើយមានវិធីសាស្ត្រអីសាមញ្ញហើយដែលសំណាងគិតថាគួរតែធ្វើមុនគេដែលនៅពេលដែលយើងភ្លេចស្រឡាញ់ខ្លួនឯងបាត់បង់ខ្លួនឯងចុះនៅពេលដែលពេលខ្លះតើគាត់ស្ដាប់ទៅវាអាចនឹងបងធ្ងរដែរដូចជាគាត់ភ្លេចស្រឡាញ់ខ្លួនឯងគាត់លែងដឹងថាស្រឡាញ់ខ្លួនឯងដោយរបៀបណាខណៈពេលដែលគាត់កំពុងតែជួបការលំបាកហ្នឹងណាចាអញ្ចឹងជារឿងដែលល្អមួយគេមានបច្ចេកទេសមួយចំនួនចាអានេះគឺជាអ្វីដែលគាត់អាចធ្វើបានដើម្បីជួយខ្លួនឯងគឺយើងខ្ញុំឧស្សាហ៍ឬក៏ចូលចិត្តធ្វើដែរគឺជារបៀបមួយជួយឲ្យយើងមានការរលឹកដឹងត្រឡប់មកវិញឬក៏គេហៅថា mindfulness ចាអញ្ចឹងសម្រាប់របៀបមួយនេះវាទាញជួនកាលយើងអាចនឹងកំពុងតែពួកថាយើងទៅតាបែកបាក់ទំនាក់ទំនងមួយចោះហើយពេលហ្នឹងគឺអារម្មណ៍គឺធ្លាក់ចុះខ្លាំងមែនតើសង្ឃថាយើងលែងដឹងអីទាំងអស់លែងចងចាំឬក៏ភ្លេចលែងចាប់អារម្មណ៍ពីអ្វីជុំវិញនឹងទាំងអស់អញ្ចឹងណាចាអញ្ចឹងវិធីសាស្ត្រដែលល្អមួយគឺយើងទាញខ្លួនឯងឲ្យរលឹកដឹងដោយការអនុវត្តគេហៅថាបច្ចេកទេស mindfulness ឬក៏ការរលឹកដឹងទាញខ្លួនឯងឲ្យត្រឡប់មករក
បច្ចុប្បន្នភាពមកវិញហើយការដែលទាញខ្លួនឯងឲ្យត្រឡប់មរបច្ចុប្បន្នភាពនេះក៏វាមានលំហាត់មួយចំនួនដែរដូចខ្ញុំបានលើកមកពីខាងដើមក៏ជាការសរសេរចាខ្ញុំនៅតែនិយាយទៅជាមួយការសរសេរបានន័យថាយើងសរសេរទទួលស្គាល់អារម្មណ៍របស់យើងពេលហ្នឹងទទួលស្គាល់ស្ថានភាពលំបាកពេលហ្នឹងយើងអត់រុញវាចេញទេយើងអត់គិតបេះពីវាទេយើងនៅតែទទួលស្គាល់ថាវាពិតជាលំបាកនៅក្នុងស្ថានភាពហ្នឹងហើយនឹងយើងនឹងអាចផ្លាស់ប្ដូរឬក៏រីកចម្រើនបានម្ដងបន្តិចា៎ហើយមួយទៀតដែរគឺជាលំហាត់ដែលយើងអាចធ្វើបានគ្រប់ពេលគ្រប់វេលាដែរគឺជាលំហាត់ដង្ហើមចា៎លំហាត់ដង្ហើមគឺពេញនិយមខ្ញុំអាចនិយាយបានថាពេញនិយមនៅក្នុងការប្រើប្រាស់ផ្នែកផ្លូវចិត្តចា៎ដោយសារតែវាជួយឲ្យអារម្មណ៍របស់យើងបានធូរស្រាលកាត់បន្ថយភាពតានតឹងជាពិសេសគឺវានាំយើងត្រឡប់មកនៅក្នុងបច្ចុប្បន្នភាពនៅពេលដែលយើងឲ្យគាត់ព្យាយាមធ្វើលំហាត់ដង្ហើមបុគ្គលភាគច្រើនគាត់ទៅជាសើចវិញចា៎នឹងអាចថាមកពីកត្តាអីវិញតើតើមួយនឹងពេលដែលយើងជាធម្មតានៅតាមសហគមន៍នៅតាមសហគមន៍នៅពេលដែលយើងចាប់ដើមនាំគាត់ធ្វើលំហាត់ដង្ហើមយើងចាប់ដើមនាំគាត់ឬក៏កាយគាត់ចឹងហើយយើងប្រាប់គាត់ពីរបៀបធ្វើហើយអង្គុយត្រង់ខ្លួនហើយបិទភ្នែកចឹងទៅនៅពេលដែលយើងចាប់ដើមនាំគាត់អញ្ចឹងមនុស្សគ្រប់គ្នាចាប់ដើមគាត់ខំប្រឹងទប់សំណើចរបស់គាត់ហើយគាត់ទៅជាផ្ទុះសំណើចពេញនឹងអញ្ចឹងទៅចំពោះសំណាងគិតថាដោយសារអីគេហេតុអីបានបែបហ្នឹងខ្ញុំនឹកចាំពីបទពិសោធន៍របស់ខ្ញុំមួយដែរពីដំបូងដែលខ្ញុំចាប់ដើមធ្វើលំហាត់ដង្ហើមដំបូងណានិយាយដែលស្មោះត្រង់គឺវាអត់ស្រួលទេវាពិបាកចា៎ប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមដឹងពីអត្ថប្រយោជន៍ពីគុណតម្លៃនៃការធ្វើលំហាត់ដង្ហើមខ្ញុំចាប់ដើមធ្វើម្ដងបន្តិចចា៎ជាទូទៅលំហាត់ដង្ហើមឬក៏យើងអាចនិយាយថាការដកដង្ហើមដោយមានគោលបំណងឬដោយរលឹកដឹងគឺវាទាមទារឲ្យយើងបដោតជាមួយដង្ហើមជើងចូលរបស់យើងយឺតមួយពេលយើងដកដង្ហើមចូលយើងដឹងយើងដកដង្ហើមចូលពេលយើងដកដង្ហើមចេញយើងដឹងថាយើងដកដង្ហើមចេញវាជួយឲ្យរាងកាយរបស់យើងសម្រាកអារម្មណ៍របស់យើងស្ងប់តែបើសិនជាអ្នកដែលគាត់អត់ដែលធ្វើសោះចាវាពិតជាពិបាកសម្រាប់គាត់ហើយជារឿងធម្មតាសម្រាប់អ្នកដែលគាត់ទើបតែធ្វើដំបូងចាអញ្ចឹងតើតែអាចនិយាយបានថាគាត់យល់ដឹងពីអត្ថប្រយោជន៍ហើយគាត់អាចនឹងព្យាយាមធ្វើម្ដងបន្តិចបើសិនជាទើបតែធ្វើម្ដងពីរដងខ្ញុំជឿថាហ្នឹងឯងពិតជាពិបាកមែនហ្នឹងអញ្ចឹងអរគុណច្រើនអញ្ចឹងសង្ឃឹមថាប្រិមិត្តអាចព្យាយាមសាកល្បងតើតើមួយលំហាត់ដង្ហើមអញ្ចឹងណាជាធម្មជាតិរបស់មនុស្សហ្នឹងណានៅពេលដែលយើងចូលទៅក្នុងសង្គមនៅពេលដែលយើងដើរជួបជុំមិត្តភ័ក្តិឬក៏នៅពេលដែលយើងធ្វើអីខុសភាគច្រើនមនុស្សទៅបានគេបង្អាប់ទៅបានគេរិះគន់ទៅបានគេមាក់ងាយអញ្ចឹងទៅវាអាចតាក់ទងជាមួយប៉ុន្តែភាគច្រើននៅពេលដែលមនុស្សជួបអាទាំងអស់ហ្នឹងគាត់នឹងពិបាកចិត្តហើយយើងអត់និយាយទៅដល់បាក់ចិត្តទេគាត់នឹងពិបាកចិត្តគាត់នឹងពិបាកទទួលយកគាត់នឹងមានអារម្មណ៍ថាខឹងគាត់នឹងមានប្រតិកម្មមួយចំនួនឆ្លើយតបទៅវិញអាហ្នឹងវាអាចថាតាក់ទងជាមួយនឹងក្តីស្រឡាញ់ចំពោះខ្លួនឯងស្ដាប់ទៅវាដូចជាទំនាក់ទំនងទូទៅណាគេថាមិត្តភ័ក្តិឬក៏ក្រុមការងារចឹងគាត់និយាយអីមកហាក់ដូចជាប៉ះពាល់យើងហើយធ្វើឲ្យយើងមានអារម្មណ៍ថាជីកចាក់ដែរណាអញ្ចឹងហ្នឹងតើចង់បរិយាចង់សួរថាវាអាចមកពីការស្រឡាញ់ខ្លួនឯងអត់អញ្ចឹងវាអាចថាតាក់ទងជាមួយនឹងការស្រឡាញ់ខ្លួនឯងហ្នឹងឯងចាវាអាចតែនៅក្នុងន័យផ្សេងគ្នាចានៅក្នុងន័យផ្សេងគ្នាយ៉ាងម៉េចឧទាហរណ៍ថាបើសិនជាក៏មិត្តភ័ក្តិឬក៏អ្នកធ្វើការជាមួយគាត់និយាយលេងសើចប៉ុន្តែវាប៉ះពាល់ជាមួយនឹងគុណតម្លៃ
ឬក៏ជាអីដែលជាយើងចាហើយវាសំខាន់វាជាអីដែលមានតម្លៃសម្រាប់បុគ្គលមួយណាអញ្ចឹងបើសិនជាស្រាប់តែគេយកមកនិយាយធ្វើជាការលេងសើចអញ្ចឹងខឹងចាអញ្ចឹងបើសិនជាខឹងខ្ញុំអាចនិយាយបានថានេះវាគឺជាការឆ្លើយតបមួយធម្មតាដែលបុគ្គលគាត់មានក្តីស្រឡាញ់វិជ្ជមានចំពោះខ្លួនឯងអញ្ចឹងនៅពេលដែលនរណាម្នាក់ធ្វើអ្វីមួយឬនិយាយអ្វីមួយដែលវាលើសពីដែនកំណត់ហើយវាប៉ះពាល់មកដល់ជាអ្វីដែលជាគុណតម្លៃដូចជាយើងគឺជារឿងមួយធម្មតាហើយការដែលល្អគឺយើងអាចប្រាប់ទៅអ្នកនិយាយនឹងវិញថានិយាយបែបហ្នឹងវាធ្វើឲ្យខ្ញុំឈឺចាប់និយាយបែបហ្នឹងខ្ញុំអត់ចូលចិត្តទេសូមថ្ងៃក្រោយកុំនិយាយបែបហ្នឹងទៀតអញ្ចឹងទៅចា៎អរគុណសំណាងបើសិនបើយើងមានក្តីស្រឡាញ់ចំពោះខ្លួនឯងល្អក្តីស្រឡាញ់ចំពោះខ្លួនឯងពេញលេញណាហើយនៅពេលដែលយើងចូលទៅក្នុងមជ្ឈដ្ឋានខាងក្រៅអញ្ចឹងមជ្ឈដ្ឋានខាងក្រៅវាមានហើយទាំងអ្នកស្គាល់គ្នាទាំងអ្នកមិនស្គាល់គ្នាទាំងមិត្តរួមការងារទាំងបងប្អូនទាំងគ្រួសារទាំងអីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងវាអាចថាមានអ្នកខ្លះពេញចិត្តយើងមានអ្នកខ្លះអត់ពេញចិត្តយើងមានអ្នកខ្លះរិះគន់យើងមានអ្នកខ្លះសរសើរយើងហ្នឹងហើយអញ្ចឹងប៉ុន្តែបើសិនជាគាត់មានក្តីស្រឡាញ់ចំពោះខ្លួនឯងល្អវិជ្ជមានច្រើនវាអាចថាហ្នឹងជួយគាត់ទេនៅពេលដែលគាត់ចេញទៅខាងក្រៅតែគាត់ត្រូវបានគេរិះគន់ប៉ុន្តែគាត់អត់បានតូទុនទៅនឹងអ្វីដែលគេរិះគន់ទេគាត់អត់បានបាក់ទឹកចិត្តទៅជាមួយនឹងវាអាចអញ្ចឹងឬក៏យ៉ាងម៉េចដែរខ្លាំងហ្នឹងពិតប្រាកដនៅពេលដែលបុគ្គលម្នាក់គាត់មានក្តីស្រឡាញ់ល្អចំពោះខ្លួនឯងគាត់ចេញទៅខាងក្រៅឬក៏ជួបរឿងដែលមិនល្អគឺមិនងាយនឹងប៉ះទង្គិចលើផ្លូវចិត្តរបស់គាត់ទេចាពេលដែលបុគ្គលម្នាក់គាត់មានការស្រឡាញ់ខ្លួនឯងឬក៏ការគោរពឲ្យតម្លៃមកខ្លួនឯងខ្ពស់អញ្ចឹងនៅខាងក្រៅទោះបីជាត្រូវបានគេបដិសេធចាឬក៏គាត់បង្កើតកំហុសណាមួយឬក៏បរាជ័យរឿងណាមួយក៏បុគ្គលដែលគាត់មានក្តីស្រឡាញ់ឬក៏ការគោរពឲ្យតម្លៃខ្លួនឯងហ្នឹងគឺគាត់នៅតែមានទំនុកចិត្តលើខ្លួនឯងគាត់នៅតែមានភាពនឹងណូគាត់គឺនៅតែជាគាត់បានន័យថាកត្តាខាងក្រៅគឺអត់បានជាឥទ្ធិពលមកលើតម្លៃរបស់គាត់ទេចាគឺគាត់នៅតែជាគាត់នៅតែមានតម្លៃជាគាត់តើធ្វើម៉េចដើម្បីឲ្យខ្លួនឯងមានក្តីស្រឡាញ់នឹងរឹងមាំចំពោះខ្លួនឯងព្រោះពេលខ្លះយើងថាក្តីស្រឡាញ់ចំពោះខ្លួនឯងរឹងមាំប៉ុន្តែនៅពេលដែលយើងប៉ះទង្គិចជាមួយនឹងពាក្យសម្ដីឬក៏ស្ថានភាពនៅខាងក្រៅវាអាចទុនឬក៏វាអាចបាក់ស្រុតទៅតាមនឹងដែរចា៎អញ្ចឹងណាជាបបពិសោធន៍ផ្ទាល់របស់សំណាងគិតថាសំណាងធ្វើម៉េចដើម្បីឲ្យខ្លួនឯងនឹងស្គាល់ខ្លួនឯងច្បាស់ហើយដឹងពីតម្រូវការខ្លួនឯងហើយខ្លួនឯងហ្នឹងមានក្តីស្រឡាញ់ល្អចំពោះខ្លួនឯងទៀតបានន័យថាយើងដឹងពីភាពវិជ្ជមានដឹងពីភាពអវិជ្ជមានអញ្ចឹងណាចា៎យើងគិតវិជ្ជមានមិនសំណាងចែកម្លែកថាដើម្បីបង្កើតក្តីស្រឡាញ់បានខ្លួនឯងត្រូវព្យាយាមគិតវិជ្ជមានឲ្យបានច្រើនប៉ុន្តែជាធម្មជាតិរបស់ចិត្តទេណាមនុស្សជាទូទៅហើយជាគិតអវិជ្ជមានច្រើនសូម្បីតែខ្ញុំអ្នកនិយាយនេះប្រហែលជាខ្ញុំគិតអវិជ្ជមានច្រើនជាងគិតវិជ្ជមានប៉ុន្តែជារៀងរាល់ពេលឬក៏ជារៀងរាល់ថ្ងៃខ្ញុំព្យាយាមបរៀនខ្លួនឯងដែរយើងព្យាយាមប្រាប់ខ្លួនឯងដែរបើសិនជាគំនិតអវិជ្ជមានកើតឡើងយើងព្យាយាមអូខេយើងទប់វាទៅវិញយើងគិតវិជ្ជមានទៅវិញតែជាធម្មជាតិផ្លូវចិត្តហ្នឹងវាកើតឡើងជារឿយៗអញ្ចឹងណាអញ្ចឹងបកទៅសំណាងចង់ឲ្យសំណាងចែកម្លែកពីបបិសោតផ្ទាល់ខ្លួនណាថាគួរធ្វើមិនដើម្បីឲ្យយើងមានក្តីស្រឡាញ់ពេញលេញចំពោះខ្លួនឯងចាបន្ថែមខ្លះពីខាងដើមទៀតចំណុចមួយដែលអត់អាចខ្វះបានគឺជាការទទួលស្គាល់ការពិតacceptance ចា acceptance ឬក៏ការទទួលស្គាល់ខ្លួនឯងបាទចាយើងទទួលស្គាល់ថា
យើងមិនមែនជាមនុស្សដែលល្អឥតខ្ចោះទេ បាទ ខ្ញុំទទួលស្គាល់ខ្លួនឯងថាខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះទេ បាទ ចាមានរឿងរ៉ាវជាច្រើនបើសិនជាយើងនឹងកលេចមើលមកខ្លួនឯងដែលយើងអត់ពេញចិត្តខ្លួនឯងឧទាហរណ៍ខ្ញុំអត់ស្អាតដូចគេខ្ញុំអត់ខ្ពស់ដូចគេខ្ញុំអត់មានដូចគេខ្ញុំអត់ប្រកែដូចគេចាបើសិនជាយើងតែងតែសួរខ្លួនឯងសំណួរទាំងអស់ហ្នឹងសួរថាតើយើងអាចស្រឡាញ់ខ្លួនឯងបានអត់បើសិនជាយើងសួរសំណួរទាំងអស់ហ្នឹងហើយយើងក៏លេចទៅមើលជុំវិញយើងខ្ញុំជឿថាយើងពិបាកមែនទែននៅក្នុងការដែលស្រឡាញ់ខ្លួនឯងដោយសារមើលមកខ្លួនឯងហាក់បីដូចជាអត់មានអីសោះដែលគួរឲ្យស្រឡាញ់ចាតែត្រឡប់មកវិញបើសិនជាយើងក៏លេចមើលខ្លួនឯងហើយយើងទទួលស្គាល់ខ្លួនឯងទទួលស្គាល់ថាចំណុចនេះខ្ញុំអត់ល្អចាប៉ុន្តែខ្ញុំនឹងរៀនសូត្របន្ថែមទៀតចាឬក៏ខ្ញុំអាចលើកតាក់ទងមួយ appearance ណាគេហៅថារូបរាងកាយខាងក្រៅចាបាទនៅពេលដែលយើងមើលមកខ្លួនឯងយើងសួរសំណួរហ្នឹងថាតើយើងពេញចិត្តមួយរូបរាងកាយខ្លួនឯងស្គមពោះទៀបខ្មៅសតើយើងទទួលស្គាល់ខ្លួនយើងជាយើងនៅអញ្ចឹងការដែលស្រឡាញ់ខ្លួនឯងជាយើងបានន័យថាមិនចាំបាច់យើងដូចគេឬក៏មិនចាំបាច់យើងដូចណាគេម្នាក់ទេយើងទទួលស្គាល់ខ្លួនយើងជាខ្លួនរបស់យើងខ្ញុំគឺជាខ្ញុំខ្ញុំមានសម្បុរខ្មៅខ្ញុំមានផ្នែកធំមានផ្នែកតឹងខ្ញុំមានកម្ពស់1.50 ម៉ែត្រ1.60 ម៉ែត្រអញ្ចឹងទៅអញ្ចឹងអានេះវាជាអត្តសញ្ញាណខ្ញុំហើយស្រឡាញ់អ្វីជាអត្តសញ្ញាណរបស់យើងចាទទួលស្គាល់វាហើយស្រឡាញ់វាគឺជាចំណុចមួយនៃការចាប់ផ្ដើមនៃការស្រឡាញ់ខ្លួនឯងណាហើយមួយទៀតទទួលស្គាល់រឿងរ៉ាវឈឺចាប់ដែលកើតឡើងក្នុងជីវិតរបស់យើងទទួលស្គាល់គ្រប់ទាំងការទាំងអស់ដែលកើតឡើងការឈឺចាប់អារម្មណ៍របស់យើងទទួលស្គាល់អារម្មណ៍របស់យើងអញ្ចឹងអារម្មណ៍ពេលនិយាយទៅអារម្មណ៍មនុស្សយើងម្នាក់អាចមានអារម្មណ៍ច្រើនអារម្មណ៍ខ្មាស់អៀនអារម្មណ៍ខឹងអារម្មណ៍សោកសៅអារម្មណ៍ចំណែនវាមានច្រើនវាមានទាំងវិជ្ជមានហើយនិងអវិជ្ជមានប៉ុន្តែសួរថាតើយើងធ្វើអ្វីពេលដែលយើងមានអារម្មណ៍ទាំងអស់ហ្នឹងយើងបដិសេធថាយើងអត់មានវាទេឬក៏យើងទទួលស្គាល់ថាអូខ្ញុំមានអារម្មណ៍ចំណែនខ្ញុំមានអារម្មណ៍ខឹងខ្ញុំមានអារម្មណ៍ស្អប់ខ្ញុំមានអារម្មណ៍មិនពេញចិត្តចំពោះខ្លួនឯងចាអញ្ចឹងការដែលយើងទទួលស្គាល់គ្រប់ទាំងអារម្មណ៍របស់យើងហើយយើងនៅជាមួយអារម្មណ៍របស់យើងណាគឺជាចំណុចមួយនៃការដែលយើងផ្ដល់ក្តីស្រឡាញ់ពេញលេញទទួលស្គាល់ខ្លួនឯងពេញលេញដូចគ្នាគ្មានផ្នែកណាមួយនៅក្នុងជីវិតរបស់យើងដែលយើងរុញច្រានចេញមានផ្នែកណាមួយនៅក្នុងជីវិតរបស់យើងដែលយើងមិនចូលចិត្តនោះទេអញ្ចឹងវាចាប់ឡើងចេញពីការទទួលស្គាល់ទាំងចំណុចល្អមិនល្អចំណុចពេញចិត្តមិនពេញចិត្តហើយអោបក្រសោបចាខ្ញុំប្រើពាក្យអោបក្រសោបបានន័យថាទទួលយកខ្លួនឯងជាខ្លួនឯងពេញលេញអោបក្រសោបចំណុចណាដែលយើងមើលឃើញថាវាឈឺចាប់វាមិនល្អចំណុចណាដែលយើងមើលឃើញថាយើងចង់រត់ទៅឲ្យឆ្ងាយយើងអត់ចង់ទទួលស្គាល់វាទេវាគឺជាចំណុចមួយដែលត្រូវតែអោបក្រសោបត្រូវតែស្រឡាញ់វាត្រូវតែយកចិត្តទុកដាក់ជាមួយវាឲ្យកាន់តែខ្លាំងចាអញ្ចឹងបានន័យថាស្រឡាញ់ខ្លួនឯងយើងមិនមែនស្រឡាញ់តែចំណុចដែលល្អគឺយើងស្រឡាញ់ទាំងចំណុចដែលអត់ល្អចារហូតទាល់តែនៅពេលដែលយើងគិតពីខ្លួនឯងគឺយើងស្រឡាញ់គ្រប់ផ្នែកទាំងអស់នៃខ្លួនរបស់យើងគឺយើងស្រឡាញ់គ្មានផ្នែកណាមួយដែលយើងខ្លាចនៅក្នុងការដែលយើងបង្ហាញចេញឬក៏ប្រាប់នរណាម្នាក់ពេលខ្លះមនុស្សយើងចូលចិត្តប្រាប់កន្លែងណាដែលយើងប្រកែយើងល្អដែលយើងគិតថាអាហ្នឹងនិយាយទៅគេចូលចិត្តអាហ្នឹងនិយាយទៅគេសរសើរអាហ្នឹងបង្ហាញទៅគេនឹងទទួលស្គាល់យើង
តែយើងជិះចិត្តលាក់បាំងចំណុចដែលយើងយល់ថាអត់ល្អចំណុចដែលយើងយល់ថាអន់ចាអញ្ចឹងនៅទីនេះគឺបានន័យថាយើងកំពុងតែបដិសេធខ្លួនឯងរុញច្រានចំណុចខ្លួនឯងទោះបីជាចំណុចហ្នឹងបែបណាតែវានៅតែជាយើងចាអញ្ចឹងត្រឡប់មកវិញឱកាសដែលស្រឡាញ់ខ្លួនឯងពិតប្រាកដហើយនឹងនាំឲ្យយើងអាចឈានទៅដល់ការដែលអាចស្វែងរកភាពរីករាយពិតប្រាកដនោះគឺស្រឡាញ់ខ្លួនឯងឲ្យបានពេញលេញឲ្យបានគ្រប់ជ្រុងជ្រោយអរគុណមែនតើសំណាងចាប់អារម្មណ៍ពេលដែលសំណាងលើកឡើងថាដើម្បីការទទួលយកណាចាអញ្ចឹងប្រហែលជានៅពេលដែលយើងឈឺចាប់យើងត្រូវទទួលយកភាពឈឺចាប់ចាហើយនៅពេលដែលយើងទទួលយកភាពឈឺចាប់ប្រហែលជាភាពឈឺចាប់ហ្នឹងវានឹងលែងឈឺចាប់ចានិយាយទៅវាប្រៀបបីដូចជានៅពេលដែលយើងទទួលយកអីមួយវានឹងចាក់ចេញទៅពីយើងតែបើសិនជាយើងព្យាយាមប្រឆាំងព្យាយាមរុញវាចេញគឺវានៅតែនៅខាងក្នុងយើងអញ្ចឹងការឈឺចាប់ក៏ដូចគ្នាដែរបើសិនជាយើងទទួលស្គាល់អូខេខ្ញុំឈឺចាប់ដោយសាររឿង1 2 3អូខេខ្ញុំដោយសារតែរឿង1 2 3ហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំអន់ខ្ញុំមិនល្អ1 2 3អញ្ចឹងយើងទទួលស្គាល់ទាំងអស់តែពេលដែលយើងទទួលស្គាល់ទាំងអស់នេះហើយគឺជាពេលវេលាដែលធ្វើឲ្យយើងជាសះស្បើយពេលវេលាដែលធ្វើឲ្យយើងអាចស្រឡាញ់ខ្លួនឯងបានកាន់តែច្រើនបាទហ្នឹងហើយអញ្ចឹងអរគុណសំណាងមែនតើបានចែកម្លែកតទៅជាមួយនឹងក្តីស្រឡាញ់អញ្ចឹងគិតថាវាអាចថាជាគំនិតឬក៏ជាយោបល់បន្តិចបន្តួចមិនច្រើនទេអញ្ចឹងណាប្រិមិត្តអញ្ចឹងប្រិមិត្តអាចយកទៅអនុវត្តបានអញ្ចឹងណាដោយសំណាងគាត់លើកឡើងអញ្ចឹងប្រហែលជាមនុស្សភាគច្រើនទាំងគេសូម្បីតែខ្ញុំអ្នកនិយាយនឹងភាគច្រើនណាយើងលាក់បាំងអ្វីដែលមិនល្អខ្លួនឯងហើយយើងព្យាយាមនិយាយពីចំណុចល្អទៅឲ្យអ្នកដទៃដឹងទៅឲ្យអ្នកដទៃស្ដាប់ហើយជាវាជាចំណុចមួយដែរជាធម្មជាតិរបស់ចិត្តហ្នឹងមនុស្សតែងតែអាហ្នឹងវានៅក្នុងមនុស្សតែងតែអាត្មានិយមហើយយើងចូលចិត្តប្រាប់ពីចំណុចល្អរបស់ខ្លួនហើយលើកពីចំណុចមិនល្អរបស់អ្នកដទៃហើយជាអញ្ចឹងប៉ុន្តែខ្ញុំនឹងព្យាយាមរៀនហើយព្យាយាមស្វែងយល់អញ្ចឹងណាប្រិមិត្តហើយអរគុណច្រើនមែនទែនសំណាងដែលបានចែកម្លែកចូលទៅសំណួរបន្ទាប់ទៀតសំណាងចង់ឲ្យសំណាងចែកម្លែកដែរតើតងជាមួយនឹងនៅពេលដែលយើងមិញតើតងមួយក្តីស្រឡាញ់ហើយវាអាចថាតើតងមួយតម្លៃនៅពេលដែលយើងមានអារម្មណ៍ថាយើងអត់មានតម្លៃសោះនៅឡើយហ្នឹងហើយតែយើងគួរធ្វើម៉េចដើម្បីឲ្យខ្លួនឯងឈប់មានគំនិតបែបហ្នឹងឧទាហរណ៍ថាយើងគិតថានៅហ្នឹងគេមិនឲ្យតម្លៃយើងគិតយើងអ្នកគិតហ្នឹងហើយបន្ទាប់មកយើងចាប់ដើមមានអារម្មណ៍តូចចិត្តយើងចាប់ដើមមានអារម្មណ៍អន់ចិត្តប៉ុណ្្នឹងដែរប្រកែប៉ុណ្្នឹងដែរហ្នឹងហើយគេអត់ឲ្យតម្លៃសោះគេមើលឃើញតម្លៃយើងសោះយើងខំប្រឹងប៉ុណ្្នឹងដែរនៅគេមើលឃើញតម្លៃចិត្តរបស់យើងចាប់ដើមយកមកគិតទាំងដែរប្រហែលជាអ្នកទាំងអស់ហ្នឹងគាត់អត់ដឹងផងឬក៏អាចថាវាដូចអ្វីដែលគាត់គិតចុះប៉ុន្តែគាត់គួរធ្វើម៉េចដើម្បីខ្លួនឯងព្រោះយើងអាចទៅកែប្រែអ្នកទាំងអស់នោះបានទេតែគាត់គួរធ្វើម៉េចចំពោះខ្លួនគាត់អរគុណច្រើនសម្រាប់សំណួរមួយនេះជាមើលកលេចទៅមើលសង្គមបច្ចុប្បន្នរឿងបញ្ហានេះអាចកើតឡើងច្រើនចា៎នៅឧទាហរណ៍ថានៅក្នុងកន្លែងការងារបើសិនបើមានអារម្មណ៍ថាដូចជាគេឲ្យតម្លៃខ្ញុំសោះខ្ញុំប្រកែប៉ុណ្ណឹងដែរយើងអាចឈប់មួយផ្លែតហើយយើងសួរខ្លួនឯងវិញតើស្អីទៅជាតម្លៃរបស់យើងសួរខ្លួនឯងតើតម្លៃរបស់យើងដែលយើងមានហ្នឹងវាស៊ីគ្នាទៅនឹងតម្លៃកន្លែងការងារនឹងអត់ចាជួនកាលកន្លែងការងារគុណតម្លៃនៅកន្លែងការងារវាអាចខុសពីអ្វីដែលជាគុណតម្លៃរបស់យើងហើយពេលខ្លះយើងអាចស្វែងរកតម្លៃរបស់យើងនឹងនៅកន្លែងមួយដែលខុសទៀតចាអញ្ចឹងនេះគឺជារឿងមួយអាចនិយាយបានថាវាទាំងពីរទាំងអាចមកពីកន្លែងការងារនិងមកពីបុគ្គលអញ្ចឹងចំណុចទី1យើងអាចទៀងទាត់មើលតើយើងសួរខ្លួនឯងថាអីជាតម្លៃរបស់ខ្ញុំតើកន្លែងការងារហ្នឹងអាចផ្ដល់នៅតម្លៃដែលខ្ញុំមាននឹងបានអត់ហើយចំណុចមួយទៀតយើងអាចមើលមកខ្លួនឯងដែរជួនកាលបញ្ហាគឺវាអាចកើតចេញមកពីយើងខ្លួនឯងដែរ
ដូចខាងដើមដែលខ្ញុំបាននិយាយទៅពេលដែលមនុស្សម្នាក់គាត់អត់ស្រឡាញ់ខ្លួនឯងឬក៏គាត់ឲ្យតម្លៃខ្លួនឯងទៀតគាត់នឹងឆាប់មានអារម្មណ៍អូគេគិតមកខ្ញុំមិនចេះគេគិតមកខ្ញុំមិនចេះអូខ្ញុំហាក់បីដូចជាអត់ទទួលបានអារម្មណ៍ថាគេឲ្យតម្លៃឯងដូចជាគិតច្រើនខ្វាយខ្វល់ច្រើនទទួលអារម្មណ៍ដូចជាខ្លួនឯងតូចទាបនៅក្នុងកន្លែងការងារនឹងត្រូវបានគេមើលអត់ឃើញទេអញ្ចឹងនៅក្នុងចំណុចនេះវាអាចមកពីបទពិសោធន៍ពីកុមារភាពរបស់គាត់ដែរគាត់ពិបាកនៅក្នុងការមើលឃើញតម្លៃខ្លួនឯងពិបាកនៅក្នុងការដែលបង្ហាញអីដែលជាគាត់ទៅកាន់មនុស្សជុំវិញចាអញ្ចឹងនៅពេលដែលគាត់មានគេហៅ low self esteem ឬក៏ការឲ្យតម្លៃខ្លួនឯងទាបហ្នឹងវាមានអាកប្បកិរិយាមួយដូចថាព្យាយាមគប់ចិត្តគេព្យាយាមធ្វើគ្រប់យ៉ាងទាំងអស់តែហាក់ដូចជាអត់ទទួលបានតម្លៃចាចំណែកការគិតឬក៏អារម្មណ៍វិញមានអារម្មណ៍ភ័យខ្លាចច្រើនមានអារម្មណ៍គិតច្រើនថាគេគិតមកខ្លួនឯងបែបណាអត់សូវមានទំនុកចិត្តនៅក្នុងការដែលបង្ហាញអ្វីដែលជាគុណតម្លៃឬក៏ជាខ្លួនឯងចាអញ្ចឹងខ្ញុំមានពីរចំណុចហ្នឹងបើសិនជាយើងអាចមកឫសគល់នៃបញ្ហាហើយបន្ទាប់មកយើងនឹងធ្វើការទៅលើបញ្ហាហ្នឹងបើសិនជារកឃើញថាខ្លួនឯងមានការឲ្យតម្លៃខ្លួនឯងទៀតហ្នឹងហើយគឺវាជះឥទ្ធិពលទៅលើទំនាក់ទំនងទៅលើការងារអារម្មណ៍របស់យើងពិបាកនៅក្នុងការដែលទំនាក់ទំនងជាមួយមនុស្សជុំវិញមានអារម្មណ៍ថាខ្លួនឯងអន់ចាហើយចំណុចចុងក្រោយនោះគឺជាការដែលគុណតម្លៃក្នុងការគុណតម្លៃរបស់យើងអត់ស៊ីគ្នាអត់ត្រូវគ្នាជាមួយកន្លែងការងារអញ្ចឹងក៏ជាផ្នែកមួយដែលយើងឆ្លុះបញ្ចាំងដូចដែរតើបើយើងនៅនឹងបន្តទៀតតើវានឹងជួយយើងឲ្យរីកចម្រើនអត់ឲ្យគុណតម្លៃរបស់យើងនឹងវាកាន់តែប្រសើរឡើងឬក៏បែបណាដែរអញ្ចឹងទៅអរគុណមែនទែនណាល្អមែនទែនសម្រាប់ការចែកម្លែកប៉ុន្តែអាទាំងអស់ហ្នឹងវាអាចថាមកពីគាត់ឬក៏មកពីអ្នកផ្សេងឬក៏គាត់គួរធ្វើម៉េចមានជាបច្ចេកទេសអីជាបបិសោតដែលសំណាងក្របជួបមានខេសឬក៏មានករណីជាក់ស្ដែងដែលសំណាងក្របជួបអីដែលយើងធ្វើទៅវាមានប្រសិទ្ធភាពអញ្ចឹងណានឹងសួរថាមកពីខ្លួនឯងឬមកពីអ្នកដទៃណាជាទូទៅនោះដូចបរិយនិយាយចឹងត្រូវខ្លួនយើងគឺមើលអត់ឃើញខ្លួនឯងទេពេលខ្លះមើលអត់ដឹងស្មីតែខ្ញុំជឿថាក៏នៅមានរឿងច្រើនទៀតដែលខ្ញុំមើលខ្លួនឯងអត់ឃើញនិងអត់ដឹងដែរតែព្យាយាមរៀនសូត្រពីខ្លួនឯងបន្ថែមទៀតអញ្ចឹងណាប៉ុន្តែនៅកន្លែងការងារពេលខ្លះយើងមើលម្លងខ្លួនឯងយើងអត់ដឹងថាខ្លួនឯងធ្វើអីឬក៏អីប៉ុន្តែមនុស្សជុំវិញយើងអាចនឹងមើលឃើញមនុស្សជុំវិញយើងអាចនឹងដឹងចាអញ្ចឹងវាមានយើងដឹងខ្លួនឯងចាហើយក៏មានរឿងដែលយើងអត់ដឹងពីខ្លួនឯងដែរមានរឿងដែលអ្នកដទៃដឹងពីយើងហើយក៏មានរឿងដែលអ្នកដទៃអត់ដឹងពីយើងដែរចាជាការល្អបើសិនជាយើងស្មោះត្រង់ឬក៏ក្លាហានក្នុងការចង់ឲ្យខ្លួនឯងរៀនសូត្របន្ថែមទៀតយើងអាចរកបុគ្គលណាម្នាក់ដែលយើងគិតថាយើងទុកចិត្តគាត់ការដែលដំបូលមានឬក៏ការយល់ឃើញរបស់គាត់ហ្នឹងគឺយើងអាចនិយាយបានថាវាស្មោះត្រង់វាសុក្រិតវាមិនបានផ្អែកទៅលើបុគ្គលឬក៏ផលប្រយោជន៍ផ្ទាល់ខ្លួនអីអញ្ចឹងណាចាអញ្ចឹងអាចសួរគាត់ថាតើខ្ញុំមិនដែរចឹងទៅកន្លែងការងារដែលយើងបើកចំហចាបើយើងនៅកន្លែងការងារយើងសួរពីការបំពេញការងាររបស់យើងចាស់ប្រសិទ្ធភាពគុណភាពការងារឬក៏ទំនាក់ទំនងនៅក្នុងកន្លែងការងារនឹងជាមួយមនុស្សដទៃទៀតតើខ្ញុំយ៉ាងម៉េចដែរចាអញ្ចឹងនៅពេលដែលគាត់និយាយមកយើងខ្លួនឯងគឺត្រូវរីករាយដែរត្រូវការរួចរាល់ក្នុងការស្ដាប់អ្វីដែលគាត់នឹងនិយាយមកវិញដែរតែក៏មិនប្រកាសថាអ្វីដែលអ្នកទៀតនិយាយមកកាន់ហ្នឹងគឺសុទ្ធតែត្រូវទាំងអស់ហើយប៉ុន្តែយើងខ្លួនឯងយើងត្រូវការជាមនុស្សម្នាក់ដែលគេហៅថាដាក់ខ្លួនទន់ភ្លន់សុភាពនៅក្នុងការដែលយើងរៀនសូត្រអញ្ចឹងទោះបីជាគាត់និយាយបែបណាយើងយកមកឆ្លុះបញ្ចាំងយើងយកមកគិតចាអានេះវាគឺជាគេហៅថាអិរិយាបថ
ល្អមួយសម្រាប់ឲ្យយើងនៅតែអាចរៀនសូត្រនៅតែអាចបន្តការអភិវឌ្ឍខ្លួនឯងបានអញ្ចឹងណាហើយខ្ញុំអាចនិយាយបានថាប្រសិនបើបុគ្គលគាត់អត់មានអិយាបថទាំងអស់នឹងទេគឺគាត់ពិបាកក្នុងការមើលឃើញខ្លួនឯងឬក៏ពិបាកនៅក្នុងការរៀនសូត្រផងដែរចាអញ្ចឹងក៏វាទាមទារចេញពីបុគ្គលផ្ទាល់ក្នុងការដែលគាត់ចង់រៀនសូត្រចង់អភិវឌ្ឍខ្លួនឯងចង់ឲ្យខ្លួនឯងរីកចម្រើនអាហ្នឹងគឺគាត់អាចទៅបានដូចបរិយនិយាយមុនហ្នឹងថាចុះបើគាត់អត់ដឹងគាត់មើលម្លងខ្លួនឯងចាតែខ្ញុំជឿថាបើសិនជាគាត់មានបុគ្គលិកលក្ខណៈដូចដែលខ្ញុំនិយាយហ្នឹងក៏អាចជាផ្នែកមួយធ្វើឲ្យគាត់អាចរៀនសូត្រហើយនឹងមានការផ្លាស់ប្ដូរទៅតាមធនធានទៅតាមអីដែលជាគាត់អញ្ចឹងទៅអញ្ចឹងវាអាចថានៅពេលដែលយើងអត់ដឹងច្បាស់យើងអាចស្វែងរកអ្នកនៅចិត្តខ្លួនយើងឬក៏អ្នកណាដែលយើងទុកចិត្តអីចឹងចាឬក៏មួយទៀតគឺជាអ្នកជំនាញផ្លូវចិត្តតែម្ដងចាដោយសារអ្នកជំនាញផ្លូវចិត្តគាត់ទទួលបានការបណ្ដុះបណ្ដាលការអប់រំដែលមានជំនាញវិជ្ជាជីវៈអញ្ចឹងណានៅក្នុងនឹងមានទាំងការគោរពឲ្យតម្លៃការរក្សាការសម្ងាត់ចាអញ្ចឹងនៅពេលដែលយើងចែកម្លែកយើងនិយាយទៅកាន់គាត់គឺយើងអត់មានអារម្មណ៍ភ័យខ្លាចថារឿងរបស់យើងត្រូវបានជនទី3ទី4អីដឹងទេចាអញ្ចឹងបើសិនជាអ្នកដែលគាត់ឃើញថាខ្លួនឯងដូចជាមានបញ្ហាដូចដែលបានរៀបរាប់ខាងលើអីហើយចង់រៀនសូត្រឬក៏ចង់ឲ្យខ្លួនឯងមានការរីកចម្រើនឬក៏ផ្លាស់ប្ដូរអីក៏អាចគិតទៅដល់ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្តដែរអញ្ចឹងអរគុណមែនទេតំណាងមានសំណួរមួយទៀតដែរចង់ឲ្យសំណាងចែកម្លែកតទៅជាមួយនឹងជាធម្មតាសំណាងធ្លាប់ជួបឯអ្នកដែលគាត់បាត់បង់ក្តីស្រឡាញ់ចំពោះខ្លួនឯងដែលបើមានអាចចែកម្លែកតែបើមិនមានក៏មិនអីដែរអញ្ចឹងបើសិនជាជួបបបិសោតជាក់ស្ដែងផ្ទាល់ខ្លួនអញ្ចឹងណានៅពេលហ្នឹងសំណាងនឹងធ្វើអីជាមួយគាត់មុនគេនៅពេលដែលគាត់បាត់បង់ក្តីស្រឡាញ់ចំពោះខ្លួនឯងអាចថាបោះបង់ខ្លួនឯងមនុស្សនៅពេលដែលអត់មានក្តីស្រឡាញ់ចំពោះខ្លួនឯងប្រហែលជាបោះបង់ខ្លួនឯងចោលលែងគិតពីខ្លួនឯងចាអញ្ចឹងបើជាខ្ញុំតែខ្ញុំនឹងធ្វើអីចំពោះម្នាក់ហ្នឹងចំពោះនឹងធ្វើមិនជាមួយគាត់ដូចថាបើសិនជាគាត់មកជួបសំណាងក្នុងនាមជាមិត្តភក្តិឬក៏ក្នុងនាមជាក្រុមការងារឬក៏ក្នុងនាមជាអ្នកស្គាល់គ្នាចុះចាថាជាឧទាហរណ៍ចាំបើសិនជាមិត្តភក្តិម្នាក់គាត់មើលអត់ឃើញពីតម្លៃខ្លួនឯងហើយអត់ស្រឡាញ់ខ្លួនឯងសោះខ្ញុំអាចភ្ជាប់បន្តិចដែរអញ្ចឹងនៅពេលដែលគាត់អត់ស្រឡាញ់ខ្លួនឯងគាត់ឲ្យតម្លៃខ្លួនឯងទៀតក៏គាត់អាចងាយនឹងប្រឈមនឹងការធ្លាក់ទឹកចិត្តដែរចាអញ្ចឹងបើសិនជាគាត់មករកខ្ញុំទុកកន្លែងឲ្យគាត់ទុក space ឲ្យគាត់ជាគាត់បើសិនជាគាត់មកគាត់ចង់និយាយរឿងអីខ្ញុំនឹងស្ដាប់គាត់ដោយខ្ញុំអត់កាត់ឬក៏អត់និយាយទេចាហើយបើសិនជាមើលទៅគាត់ដូចជាគេហៅថាអស់សង្ឃឹមឬក៏ពិបាកចិត្តអាចគ្រាន់តែសួរគាត់ថាចង់ទៅណាអត់ចង់ធ្វើអីអត់ទៅធ្វើនេះវាជាសុបាយអញ្ចឹងតែយើងអត់បខំគាត់ទេយើងអត់អូហែងមិនទៅធ្វើអានេះទៅអូហែងមិនទៅធ្វើអានោះទៅអូអានេះ1 2 3អញ្ចេះជួយចាប៉ុន្តែការដែលយើងប្រាប់ឬក៏ឲ្យដំបូងមានឬក៏យើងព្យាយាមរុញឲ្យគាត់ទៅធ្វើនេះធ្វើនោះហ្នឹងគឺវាអត់ work ទេចាគឺគាត់មានអារម្មណ៍ថាត្រូវបានគេដាក់សម្ពាធបន្ថែមទៀតឬក៏មានអារម្មណ៍ថាខ្លួនគាត់ហ្នឹងខុសគេមែនអត់មែនប៉ុន្តែការដែលយើងអនុញ្ញាតឲ្យគាត់ជាគាត់នៅក្នុងពេលវេលាហ្នឹងណាហើយយើងនៅជាមួយគាត់យើងទទួលស្គាល់អារម្មណ៍គាត់អត់អីទេបើសិនជាមានអារម្មណ៍អត់សូវសប្បាយចិត្តយើងមិនធ្វើវាក៏បានដែរអញ្ចឹងទៅធ្វើអីស្រួលសប្បាយយើងសួរគាត់វិញគាត់ចង់ធ្វើអីបើសិនជាគាត់ថាគាត់អីគាត់ចង់ធ្វើទេអញ្ចឹងយើងអាចសួរចុះបើសិនជាយើងទិញអីយកមកញ៉ាំមិនដែរចាជាទូទៅគឺជាទុក space បានន័យថាទុកកន្លែងឲ្យគាត់ទុកការសម្រេចចិត្តទៅដល់គាត់ទទួលស្គាល់អារម្មណ៍គាត់ជាគាត់ជៀសវាងការដែលប្រាប់
ឬក៏ជំរុញឲ្យគាត់ធ្វើអីមួយដែលយើងគិតថាល្អចា អរគុណមែនតើនេះបើសិនជាសំណាងនឹងព្យាយាមទុកពេលឲ្យគាត់ក្នុងការនិយាយទុកអាកាសទុកអាការគាត់និយាយពីភាពជាចាប់របស់គាត់និយាយពីអារម្មណ៍របស់គាត់ចាអញ្ចឹងការដែលគាត់អាចទទួលអារម្មណ៍ថាមានមនុស្សម្នាក់នៅក្បែរគាត់ទទួលយកគាត់ជាគាត់មិនធ្វើឲ្យគាត់មានអារម្មណ៍ថាអូការដែលគាត់មានអារម្មណ៍បែបហ្នឹងគឺខុសការដែលគាត់មានអារម្មណ៍បែបហ្នឹងគឺមិនសមទេមិនល្អទេគឺជារឿងមួយល្អបំផុតទេចាហ្នឹងហើយអញ្ចឹងអរគុណមែនតើតំណាងមកសួរច្រើនណាហើយក៏អរគុណប្រិមិត្តបងដែរបើសិនជាមកដល់ត្រង់កន្លែងនេះប្រិមិត្តស្ដាប់មើលទៅមានជាមតិយោបល់ឬក៏មានជាសំណួរប្រិមិត្តអាចសួរមកកាន់ page របស់យើងផ្ទាល់បាទហើយយើងនឹងផ្ដល់សំណួរទៅសំណាងគាត់នឹងជួយឆ្លើយហើយបើអ្វីដែលខ្ញុំឆ្លើយបានខ្ញុំនឹងព្យាយាមឆ្លើយអញ្ចឹងបាទខ្ញុំមិនមែនជាអ្នកបកកាយអីទេគ្រាន់តែថាឆ្លើយទៅតាមលទ្ធភាពតាមអ្វីដែលខ្ញុំដឹងអញ្ចឹងហ្នឹងហើយសំណាងប្រហែលជាពេលវេលាច្រើនហើយសំណាងឆ្លើយមកក៏ច្រើនហ្នឹងហើយអធិស្ឋានសំណាងដែរហើយក៏អធិស្ឋានដល់ប្រិមិត្តផងដែរជាចុងក្រោយសំណាងគិតថាមានអីចង់ផ្ដល់ទៅកាន់អ្នកស្ដាប់របស់យើងដែលតកតងមួយក្តីស្រឡាញ់នេះសំណាងគិតថាគួរតែមានមនុស្សគ្រប់គ្នាជាចុងក្រោយខ្ញុំចង់និយាយតកតងជាមួយនឹងក្តីស្រឡាញ់ចំពោះខ្លួនឯងឬក៏ការគោរពឲ្យតម្លៃចំពោះខ្លួនឯងណាវាគឺជាភាពប្រៀបបីដូចជាគេហៅថាវ៉ាក់សាំងការពារអញ្ចឹងចាវាប្រៀបបីដូចជាវ៉ាក់សាំងការពារពីបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តពេលដែលយើងស្រឡាញ់ខ្លួនឯងយើងគ្រប់ឲ្យតម្លៃខ្លួនឯងល្អត្រឹមត្រូវវានឹងធ្វើឲ្យយើងយកឈ្នះបញ្ហានានានៅក្នុងជីវិតរបស់យើងចាអញ្ចឹងនៅក្នុងជីវិតរបស់យើងអាចនឹងជួបបញ្ហាច្រើនហើយបើសិនជាយើងអត់ស្រឡាញ់ខ្លួនឯងហើយយើងអត់គ្រប់ឲ្យតម្លៃខ្លួនឯងទៀតអញ្ចឹងទាំងអស់ហ្នឹងវានឹងមកកាន់តែគ្រប់សង្កត់មកលើជីវិតមកលើផ្លូវចិត្តរបស់យើងថែមទៀតទេចាអញ្ចឹងយើងត្រូវការរៀនទទួលស្គាល់យើងត្រូវការដឹងពីតម្លៃរបស់យើងចាហើយយើងគោរពអ្វីដែលជាយើងចាអញ្ចឹងមិនថាអ្នកដទៃគាត់គិតអីឬគាត់ធ្វើអីយើងមិនអាចខាត់គេបានទេប៉ុន្តែយើងដឹងច្បាស់ថាយើងជានរណាយើងមកពីណាហើយគុណតម្លៃយើងគឺជាអីតម្លៃរបស់យើងខ្លួនរបស់យើងគឺអត់ត្រូវបានឡើងចុះទៅតាមមនុស្សខាងក្រៅឬក៏កត្តាខាងក្រៅទេចាមួយទៀតដែរព្យាយាមក្នុងការថែទាំខ្លួនឯងគេញ៉ាំបានគ្រប់គ្រាន់ញ៉ាំឲ្យបានគ្រប់គ្រាន់ហើយរៀនកត់សម្គាល់មើលពីអារម្មណ៍របស់ខ្លួនឯងសិនជាមើលឃើញថាមានអីអត់ស្រួលអាចរកសកម្មភាពឬក៏វិធីសាស្ត្រណាដើម្បីជួយបន្ធូរអារម្មណ៍ខ្លួនឯងមកវិញចាហើយមួយទៀតគឺយើងនៅតែមានទំនាក់ទំនងល្អជាមួយមនុស្សដែលយើងទុកចិត្តអាចនិយាយចេញរឿងរ៉ាវរបស់យើងទៅកាន់ពួកគាត់អញ្ចឹងណាចាវាជួយឲ្យអារម្មណ៍របស់យើងបានធូរស្រាលនៅពេលដែលយើងអាចនិយាយរឿងរ៉ាវពិបាកចិត្តទៅប្រាប់អ្នកដទៃជាពិសេសគឺមនុស្សដែលយើងទុកចិត្តវិញគឺយើងមានអារម្មណ៍ថាបានធូរស្រាលចាមានប៉ុណ្ណឹងអរគុណច្រើនអរគុណមែនទែនសំណាងចាប់អារម្មណ៍មែនទែនពេលដែលសំណាងលើកឡើងថាក្តីស្រឡាញ់ពួកខ្លួនឯងគឺជាវ៉ាក់សាំងការពារខ្លួនឯងឲ្យជៀសផុតពីការបាក់ទឹកចិត្តយើងនិយាយទៅអាចថាជាបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តហ្នឹងឯងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងព្យាយាមគោរពស្រឡាញ់ខ្លួនឯងផ្ដល់តម្លៃឲ្យខ្លួនឯងឲ្យបានល្អប្រសើរដើម្បីការពារខ្លួនឯងឲ្យផុតពីការធ្លាក់ទឹកចិត្តឲ្យផុតពីការលំបាកចិត្តឬក៏ភាពភ័យខ្លាចទាំងឡាយណាដែលវាមកនៅក្នុងចិត្តរបស់យើងទោះវាមិនបានទាំងស្រុងវាជាធម្មតាដោយសំណាងលើកឡើងអញ្ចឹងថាផ្លូវចិត្តរបស់យើងវានៅពេលដែលសុខភាពផ្លូវចិត្តល្អมันប្រកាសថាយើងសុបាយចិត្តរហូតទេអញ្ចឹងណាអញ្ចឹងវាអាចថាមាន
ពេលខ្លះក៏ពិបាកចិត្តដែរតែមិនមែនបើន័យថាសុខភាពផ្លូវចិត្តយើងអត់ល្អដែរអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងព្យាយាមបង្កើតក្តីស្រឡាញ់ឲ្យខ្លួនឯងឲ្យបានច្រើនហើយមួយទៀតតំណាងថាដែរនៅពេលដែលយើងមានក្តីស្រឡាញ់ចំពោះខ្លួនឯងប្រហែលជាយើងមានក្តីស្រឡាញ់ចំពោះអ្នកជំនាញខ្លួនទៅអូតូតែម្ដងណាហ្នឹងហើយអញ្ចឹងអរគុណដល់ប្រិយមិត្តមែនទែនហើយអរគុណសំណាងហ្នឹងហើយបើសិនជាមានពាក្យពេចន៍កន្លែងណាឬក៏ការសួរទៅឆ្គំឆ្គងឬក៏ខុសកន្លែងណាអធិស្ឋានដែរអញ្ចឹងណាសំណាងណាហ្នឹងហើយអញ្ចឹងក៏អធិស្ឋានប្រិយមិត្តផងដែរបើសិនបើការជជែកឬក៏ការចែកម្លែករបស់យើងទៅមានកន្លែងណាមួយខ្វះលើសលួសយើងសូមអធិស្ឋានបាទដូចយើងបានចែកម្លែកពីដើមអញ្ចឹងថាការចែកម្លែករបស់យើងពេលខ្លះក៏ល្អទៅចំណុចខ្លះក៏វាមិនបានល្អអញ្ចឹងសូមអធិស្ឋានដល់ប្រិយមិត្តផងដែរបើសិនតែកន្លែងណាដែលបងប្អូនឬក៏ប្រិយមិត្តគិតថាល្អគិតថាត្រូវចិត្តបងប្អូនអាចទទួលយកហើយរក្សាទុកចុះអញ្ចឹងណាឬក៏មានចិត្តមួយទៀតថាមិនត្រឹមតែចង់ឲ្យខ្លួនឯងដឹងមិនត្រឹមចង់ឲ្យខ្លួនឯងទទួលយកប៉ុណ្្នឹងទេចង់ឲ្យអ្នកដទៃទទួលយកដែរព្រោះកន្លែងហ្នឹងវាជាគំនិតល្អឬក៏ជាយោបល់ប្រសើរឡើងអញ្ចឹងបងប្អូនអាចចែកម្លែកបន្តតែបើថាត្រឹមតែខ្លួនឯងអត់អីទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏កម្មវិធីរបស់យើងបើសិនជាអាចបងប្អូនអាចចែកម្លែកបន្តទោះតែបើសិនជាមិនអីទេក៏មិនអីដែរយើងអត់បានថាប្រិយមិត្តទាំងអស់ស្ដាប់ហើយត្រូវតែចែកម្លែកទេអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងអរគុណមែនទែនសម្រាប់ការតាមដានហើយមែនទែនម្ដងទៀតហើយអរគុណដល់ប្រិយមិត្តផងដែរអញ្ចឹងដូចជាមិនមានអីទេមានតែការអធិស្ឋានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាបាទ